យើងត្រូវកែប្រែទម្លាប់នៃការរស់នៅប្រសិនបើទម្លាប់ចាស់ហ្នឹងធ្វើឲ្យយើងរស់នៅមិនបានសុខសួនជីវិតរបស់យើងសុខឬទុក្ខយើងខ្លួនឯងជាអ្នកដឹងជាងអ្នកណាទាំងអស់ដូច្នេះឧស្សាហ៍ឆែកមើលខ្លួនឯងផងជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំចង់លើកយកអំពីបញ្ហាខ្សោះថាមពលផ្លូវចិត្តនិងផ្លូវកាយបងប្អូនប្រកាសជាធ្លាប់មានអារម្មណ៍ថាពេលខ្លះហ្នឹងគឺខ្សោះនៅក្នុងចិត្តមិនមានកម្លាំងជំរុញធ្វើកិច្ចការងារអីឲ្យស្វាហាប់សោះពេលអស់ថាមពលមែនតែនទៅមិនចង់និយាយស្ដីរកអ្នកណាទេហើយឆាប់មួម៉ៅងងុយគេងទាំងអស់នេះគឺជាសញ្ញាដែលប្រាប់យើងថាយើងបានប្រើប្រាស់ថាមពលនៅក្នុងខ្លួនយើងនឹងលើសកម្រិតអាចបណ្ដាលមកពីទី1យើងគេងមិនគ្រប់គ្រាន់ធ្វើការដល់យប់ជ្រៅទី2យើងប្រើប្រាស់បណ្ដាញសង្គមនឹងច្រើនពេកព្រោះបណ្ដាញសង្គមនេះនាំយកមកនៅព័ត៌មានជាច្រើនមានទាំងចាំបាច់និងមិនចាំបាច់មកជាមួយទី3គឺពាក់ព័ន្ធជាមួយនឹងបញ្ហាញ៉ាំអាហារគឺយើងញ៉ាំអាហារមិនបានគិតអំពីសុខភាពទី4គឺព័ត៌មានមិនច្បាស់លាស់ព័ត៌មានអីក៏យើងចេះតែទទួលយកមកដាក់នៅក្នុងខ្លួនទី5គឺរស់នៅក្នុងអតីតកាលយើងចូលចិត្តតែសម័យរស់នៅឬក៏អស់សង្ឃឹមជាមួយនឹងអតីតកាលដែលកន្លងផុតមកហើយហើយទី6គឺបញ្ហាច្បោកច្បល់នៅក្នុងចិត្តរបស់យើងនឹងមិនមានភាពនឹងណទេអត់មានសមាធិចិត្តទី7គឺធ្វើកិច្ចការងារច្រើនលើសកម្រិតហើយទី8យើងគឺជាមនុស្សដែលឧស្សាហ៍អន់សពុនចិត្តទី9ហ្នឹងគឺមានភាពតានតឹង stress នៅក្នុងអារម្មណ៍ច្រើនហើយទី10គឺយើងចូលចិត្តគិតអ្វីដែលជាអវិជ្ជមានយើងត្រូវជៀសវាងនៅបញ្ហាទាំងអស់នេះហើយត្រឡប់មកចំណាយពេលវេលានៅលើសកម្មភាពដែលចម្រើនដល់ធម៌ពលផ្លូវចិត្តនិងផ្លូវកាយរបស់យើងវិញទី1យើងគួរចំណាយពេលជាមួយនឹងធម្មជាតិឲ្យបានច្រើនដូចជាការដើរព្រៃឬក៏យើងទៅលេងកម្សាន្តជាមួយនឹងទឹកជ្រោះជាដើមទី2សម្រាប់ឲ្យបានគ្រប់គ្រាន់ទី3យើងឧស្សាហ៍ត្រូវពន្លឺថ្ងៃកុំឲ្យយើងស្ថិតនៅក្នុងផ្ទះឬក៏នៅក្នុងការិយាល័យមកលុបច្រើនពេកយើងអត់ត្រូវពន្លឺថ្ងៃក៏វាអត់សូវស្វាងដែរទី4គឺពិសាទឹកឲ្យបានគ្រប់គ្រាន់ទី5យើងត្រូវតែមានភាពក្លាហានឲ្យបានច្រើនកុំខ្លាចមុខខ្លាចក្រោយច្រើនពេកទី6គឺត្រូវគិតអីជាវិជ្ជមានទី7ត្រូវមានការហាត់ដកដង្ហើមការដកដង្ហើមនេះគឺជួយសម្រួលដល់ខ្យល់អុកស៊ីហ្សែននៅក្នុងខួរក្បាលចូលទៅក្នុងខ្លួនយើងទៅធ្វើឲ្យរីកចិត្តរីកថ្លើមនឹងបានល្អហើយទី8គឺធ្វើការដឹងគុណធម្មតានៅពេលដែលយើងចង់ឲ្យយើងសប្បាយចិត្តហ្នឹងគឺថារឿងមួយដែលយើងគួរតែធ្វើហ្នឹងគឺការធ្វើសេចក្តីល្អចំពោះអ្នកមានគុណសេចក្តីល្អចំពោះគ្រូបាអាចារ្យឬមួយក៏យើងចង់ធ្វើសេចក្តីល្អជាមួយអ្នកសុំទានក្រីក្រលំបាកនឹងសុទ្ធសឹងតែអាចធ្វើបានឲ្យតែយើងចូលចិត្តហើយសេចក្តីល្អហ្នឹងនឹងញ៉ាំងធ្វើឲ្យចិត្តយើងហ្នឹងរីកស្រស់ស្រាយហើយទី9គឺរៀននៅអ្វីដែលថ្មីកុំនៅតែមួយកន្លែងហើយទី10នោះគឺយើងត្រូវតែរស់នៅជាសហគមន៍រួមគ្នាពេលខ្លះយើងនៅតែឯងទៅក៏កំសត់ឯកោច្រើនតែដល់ពេលយើងជួបជុំគ្នារស់នៅជាសហគមន៍ជាមួយនឹងគ្នាទៅយើងក៏មានការសប្បាយរួបរวมគ្នាទៅគឺផ្លូវចិត្តហ្នឹងក៏ស្រស់ស្រាយតាមនឹងដែរយើងត្រូវកែប្រែទម្លាប់នៃការរស់នៅប្រសិនបើទម្លាប់ចាស់ហ្នឹងធ្វើឲ្យយើងរស់នៅមិនបានសុខសួនជីវិតរបស់យើងសុខឬទុក្ខយើងខ្លួនឯងជាអ្នកដឹងជាងអ្នកណាទាំងអស់ដូច្នេះឧស្សាហ៍ឆែកមើលខ្លួនឯងផង